មកបងប្អូនទាំងអស់គ្នាគេតែងតែនិយាយថាប្រសងបួសហើយនៅវត្តស្រួលអត់សូវធ្វើអីឥឡូវយើងមកតាមដានវីដេអូនេះទាំងអស់គ្នាសមនឹងខាងមុខនេះឱកាសចូលឆ្នាំផងមើលគ្រាន់តែសកម្មភាពប្រសងលោកតុបតែងវត្តតុបតែងរៀបចំមុនថ្ងៃចូលឆ្នាំថ្មីយើងខាងមុខនេះយើងក៏មើលសកម្មភាពដែលកំពុងតែធ្វើដែលកំពុងមកមានយ៉ាងហ្នឹងដឹងហើយគ្មានស្រួលអីទេពិបាកណាស់ហើយយើងចូលវត្តយើងមើលផ្ទាល់មិនដឹងថាលោករកតែពេលសឹងគ្មានផងនឹងដោយសារខ្ញុំថតចំពេលដែលប្រសងលោកចេញទៅបិណ្ឌបាតខ្លះទៅបនខ្លះពេលព្រឹកអញ្ចឹងតមិនសូវជាប់ទេឃើញតែប្រសងលោកនៅឆ្លៀតធ្វើការងារតិចតួចចាំម៉ោងការងារថតទៅឃើញសត្វតែប្រសងព្រៀបចែកការងារគ្នាធ្វើអញ្ចឹងណានេះជាពេលដែលលោកចេញទៅក្រៅអស់ហើយខ្ញុំទៅថតឧបករណ៍តុបតែងទៅយើងដឹងហើយទេនេះស្អាតតែទឹកដៃប្រសងលោកជាអ្នកតុបតែងលោកជាអ្នកធ្វើគ្រប់សពបែបយ៉ាងឆ្នៃឲ្យមើលទៅមានភាពតាក់ទាញដឹងថាអ្វីជារបស់ខ្មែរយើងតាំងពីបរមបុរាណមកអញ្ចឹងណាបងប្អូនអញ្ចឹងហើយបើតាមានពេលនេះយើងឆ្លៀតចូលវត្តឲ្យញឹកឲ្យញយមិនដឹងថាប្រសងសពថ្ងៃលោកធ្វើអីខ្លះលោកនិមន្តទៅណាខ្លះលោកសិក្សាអីខ្លះលោករៀនម៉ោងណាម៉ោងណីខ្លះបានយើងដឹងហើយជាការតុបតែងត្រៀមនៅថ្ងៃចូលឆ្នាំថ្មីសង្ក្រាន្តឆ្នាំថ្មីឆ្នាំម្សាញ់នៅថ្ងៃខាងមុខនេះអញ្ចឹងបងប្អូនថានេះជាការតុបតែងនៅក្នុងវត្តព្រែអំបិលណាហើយនេះជាសិតតែឧបករណ៍យើងត្រៀមមានពូមានអីអញ្ចឹងទៅលេងល្បែងល្បាំប្រជាប្រិយរបស់ខ្មែរយើងមានទាសសលៃសម្រាប់តាំងទាសសលៃហ្នឹងចង់ចូលជាវត្ថុបុរាណហើយវត្ថុបុរាណដែលខ្មែរយើងប្រើប្រាស់ពីមុនសម្រាប់ដឹកអីវ៉ាន់ដឹកអីយ៉ាងមានទាសសលៃមានអីហ្នឹងឯងហើយនេះជាកំណោសម្បើងដែលយើងពូតជាដុំយកមកដាក់គោទុកថតរូបអីចឹងទៅហើយនៅក្នុងវត្តព្រៃមើលដែរតែងតែមានសត្វព្រាបបងប្អូនដឹងមានសត្វព្រាបតែគាត់តែងតែចុះមកចឹកចំណីដែលបងប្អូនយើងទៅលេងហ្នឹងយកតែបាយចំណីហើយនេះឆាកតន្ត្រីតូចសម្រាប់ដែលបងប្អូនយើងលេងល្បែងប្រជាប្រិយវាយក្អមវាយអីអញ្ចឹងទៅមាន MC មានគាត់ជាអ្នកអត្ថាធិប្បាយលេងវាយក្អមនេះជាការតម្រៀបទុកត្រៀមប៉ុន្តែរៀបអត់តាន់ហើយទេនេះគាត់តែជាការព្រៀងទុកមុនចូលឆ្នាំឡងវានៅខាងក្នុងនេះដែរគឺជាឡងវាដែលយើងទៅមាត់ទន្លេលោកតែងស្អាតឆាតពីលើហើយយើងរៀបចំភ្លើងអញ្ចឹងទៅរៀបចំភ្លើងមកយើងមកពេលយប់វាស្អាតយ៉ាងហ្នឹងហើយយើងមានលោកដាក់តែងដាក់ទង់ព្រះមហាក្សត្រទង់ជាតិហើយនឹងទង់សាសនាយើងអត់អាចចោលនឹងបានទេព្រោះខ្មែរយើងមានជាតិសាសនាព្រះមហាក្សត្រហើយនៅខាងមាត់ទន្លេនោះមានខ្ញុំស្រឡាញ់វត្តព្រៃអំបិលចឹងទៅនៅតំបន់នេះដែរលោករៀបចំឲ្យលក់អីវ៉ាន់លក់អីចឹងទៅមកដល់ក្នុងនេះវាហើយអត់ស្ទះទេវាមានសម្ដាប់ធ្នាប់មានរបៀបរៀបរយអីចឹងទៅការរៀបចំរបស់ព្រះសង្ឃនិងរបស់គណៈកម្មការក្នុងវត្តឲ្យយើងស្រួលក្នុងការធ្វើដំណើរនឹងមកកំសាន្តបាទហើយកន្លែងនេះដែររាល់ឆ្នាំកន្លែងដាក់កដងដាក់អីរងកំសាន្តអីចឹងទៅក្មេងៗទេគឺនៅខាងនោះមានកុំពេតប៉ោងមានតោងមានអីចឹងហោហាយណាកន្លែងនេះគឺស្រស់ស្អាតហើយការរៀបចំនេះយើងធៀមទុកក្នុងឱកាសចូលឆ្នាំថ្មីនៅខាងមុខនេះហើយសម្រាប់កន្លែងនេះដែរគឺជាកន្លែងដែលពូនក្នុងខ្សាច់តែក្នុងខ្សាច់ធ្វើអត់តន់ហើយទេតែយើងតែងតែពូនក្នុងខ្សាច់ផ្សងដែលអ្វីដែលយើងចង់បានហើយនេះកន្លែងយើងស្រង់ព្រះដែលក្រោមលោកដើមពោធិព្រឹក្សតែរៀបចំអត់តន់ហើយទេនេះគ្រាន់តែជាការបោសសម្អាតឲ្យស្អាតមួយផ្នែកទូចតែប៉ុណ្ណឹងនេះគឺជាទេសភាពនៃផ្នែកខាងព្រះវិហារធំអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទជម្រាបលាបាយបងប្អូនទាំងអស់គ្នា